ស្វាគមន៍មកកាន់ការរីវិវផ្ទះបាទថ្ងៃនេះបងប្អូនមកបង្ហាញបងប្អូនអរគ្នាមកផ្ទះមកប្លង់ដែលកំពុងតែដាក់លក់បាទគឺផ្ទះខាងក្រោយនេះគឺជាប្រភេទផ្ទះកែងបែរមុខទៅខាងត្បូងបងប្អូនហើយផ្ទះនេះបរិយគាត់ដាក់លក់តម្លៃ 5-10 ម៉ឺនជាងហើយចង់ដឹងថាទទួលបានអីខ្លះតោះមកមើលជាមួយបងប្អូនអរគ្នាអញ្ចឹងសម្រាប់ផ្ទះនេះបងប្អូនគឺខាងបរិយគាត់ដាក់លបងមានទ្វារលបងមានអីហើយរួចរាល់ជាស្រេចហើយចូលមកកន្លែងនេះគឺស្តង់ដារបរិយគឺគាត់មានកន្លែងចំណតឡានអាចចតបាន2គ្រឿងបាទអាចដាក់ឡានបាន2គ្រឿងហើយមានសួននៅខាងស្ដាំដៃខាងមុខផ្ទះទ្វារចេញចូលរបស់យើងបងប្អូនអញ្ចឹងសម្រាប់សួនដែលបងប្អូនឃើញនេះគឺខាងបរិយគាត់រៀបចំជូនម្ចាស់ផ្ទះសម្រាប់ផ្ទះមួយនេះគឺពិសេសជាងគេណាបងប្អូនបាទគឺមានសួនស្រាប់ហើយមកខាងនេះគឺចំហៀងផ្ទះបាទចំហៀងផ្ទះគឺនៅសល់ដីធំបាទគឺខុសពីស្តង់ដាររបស់យើងស្តង់ដារយើងនៅសល់ចំហៀងតាម1ម៉ែត្រជាងទេតែនេះគឺនៅសល់ដីធំអញ្ចឹងសម្រាប់ផ្ទះនេះគឺពិសេសជាងគេបានទាំងដីធំហើយបានទាំងសួនទៀតបាទគឺបរិយគាត់ថែមជូននៅសួនឥឡូវនាំបងប្អូនមកមើលនៅខាងក្រោយផ្ទះបាទថាស្រឡះទលាយប៉ុណ្ណាអញ្ចឹងណាបាទនេះអញ្ចឹងមកខាងក្រោយផ្ទះនេះគឺស្រឡះដូចគ្នាដែរបងប្អូនស្រឡះដូចគ្នាហើយខាងបរិយក៏គាត់បានរៀបចំប្រព័ន្ធទឹកប្រព័ន្ធភ្លើងរួចរាល់ជាស្រេចបាទគឺបងប្អូនអត់ពិបាកទេបងប្អូនមករស់នៅទីនេះគឺយើងអាចប្រើប្រាស់បានតែម្ដងគឺអត់ពិបាកហៅជាងមកកែគុណផ្ទះយើងបន្ថែមទៀតទេបាទហើយមកខាងនេះបងប្អូនអាចដាក់ជាម៉ាស៊ីនបោកគក់មកនេះមានព្រីភ្លើងស្រាប់មានប្រព័ន្ធទឹកស្រាប់ហើយមកខាងនេះបងប្អូនខាងនេះយើងអាចចេញចូលបានទៀតនេះទ្វារផ្ទះនេះយើងអាចចេញចូលមកខាងក្រៅនេះគឺជាក្រានបាយអញ្ចឹងគឺកាន់តែស្អាតហើយចាំតិចទៀតបងប្អូននឹងនាំទៅមើលខាងក្នុងនាំមើលមកជុំផ្ទះសិនណាបងប្អូនបាទនេះមកខាងនេះគឺនៅសល់ចំហៀងធំបែបនេះហើយដូចបងប្អូនឃើញអញ្ចឹងគឺបងប្អូនបាននិយាយហើយគឺបរិយគាត់ថែមសួនមកជុំហ្មងនេះបាទគឺយើងនាំមកមើលនៅខាងក្នុងបងប្អូនគ្នាបាទសម្រាប់ផ្ទះនេះបងប្អូនសម្រាប់ផ្ទះនេះមកប្លង់នេះគឺគាត់កំពុងតែរៀបចំបាទអត់ទាន់ហើយ 100% ទេព្រោះយើងកំពុងតែនៅចាំសម្អាតនៅចាំទៅសម្អាត clean ជូនបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងចូលមកគឺមានទ្វារបែបនេះបាទទ្វារស្អាតមែនតើទ្វារឈើបាទប្រភេទទ្វារឈើអញ្ចឹងយើងចូលមកនេះដោយបងប្អូនបាននិយាយអញ្ចឹងគឺយើងអត់ទាន់បានសម្អាតជូនទេអញ្ចឹងនៅពេលបងប្អូនទិញទៅគឺខាងបរិយគាត់រៀបចំសម្អាតជូនហើយបាទហើយសម្រាប់មកខាងនេះបងប្អូនជាកន្លែងទទួលភ្ញៀវបាទយើងរៀបចំកន្លែងទទួលភ្ញៀវកន្លែងជួបជុំមួយគ្រួសារយើងក៏បានដែរបាទហើយសម្រាប់ចម្រឹងដែកគឺខាងបរិយគាត់ថែមជូនដូចគ្នានេះខាងនេះមានប្រួចមួយខាងនេះប្រួចមួយគឺផ្ទះយើងគឺមានពន្លឺចេញចូលគ្រប់គ្រាន់មែនតើណាបងប្អូនបាទអញ្ចឹងតោះមកមើលនៅផ្នែកខាងនេះវិញបាទមកផ្នែកខាងនេះគឺយើងអាចរៀបចំជាកន្លែងតុទទួលទានអាហារជាមួយគ្រួសាររបស់យើងក៏បានដែរហើយពិសេសមួយទៀតបងប្អូនបរិយគាត់បានថែមជូននៅទូចង្ក្រានស្ងួតបាទខាងនេះគឺទូចង្ក្រានស្ងួតមានឡាបូលាងដៃមានកន្លែងដាក់នេះដាក់តាំងទូតាំងស្រាក្រហមពាំងបាយជូររបស់យើងអញ្ចឹងណាបងប្អូនហើយមួយមកខាងនេះនៅពេលដែលយើងងាកមកខាងនេះគឺមានទ្វារខាំងមួយបាទមានទ្វារបិទបាំងកុំឲ្យក្លិនយើងធ្វើម្ហូបនៅខាងក្រោយហ្នឹងមានក្លិនជះចូលមកក្នុងផ្ទះបាទគឺយើងដាក់ដាច់ដោយឡែកតែម្ដងហើយមកខាងនេះគឺជាចក្រានបាយបាទទូចក្រានលើក្រោមនេះគឺខាងបរិយគាត់ថែមជូនដូចគ្នាហើយមានម៉ាស៊ីនបិទក្លិនបាទឥឡូវនេះយើងអត់ទាន់បានបំពាក់ជូនទេព្រោះអត់ទាន់រួចរាល់ 100% ហើយនៅចក្រានបាយគឺយើងមានប្រួចបើកឲ្យមានពន្លឺចេញចូលមានខ្យល់ចេញចូលបានដូចគ្នាបាទហើយមកខាងនេះដូចបងប្អូនបានបង្ហាញមុនហ្នឹងអញ្ចឹងគឺមានទ្វារចេញចូលទៅខាងក្រោយបានណាបងប្អូនខាងក្រោយផ្ទះអញ្ចឹងគឺងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ពុកម៉ែបងប្អូនហើយបញ្ជាក់តិចទៀតបងប្អូនសម្រាប់ផ្ទះនេះមាន4បន្ទប់គេង4បន្ទប់ទឹកបាទនៅខាងក្រោមយើងមានបន្ទប់គេង1ខាងលើបន្ទប់គេង3ឥឡូវនាំបងប្អូនមើលបន្ទប់ជាន់ផ្ទាល់ដីរបស់យើងធំទលាយបាទហើយសម្រាប់បន្ទប់ជាន់ផ្ទាល់ដីក៏មានបន្ទប់ទឹកនៅខាងក្រោមជាប់ជាមួយនឹងបន្ទប់គេងជាន់ផ្ទាល់ដីដែរបាទធំទលាយអានេះយើងអាចរៀបចំឲ្យប៉ាម៉ាក់ចាស់យើងឲ្យគាត់សម្រាប់នៅខាងក្រោមហ្នឹងក៏បានឬក៏យើងអាចឆ្នៃជាកន្លែងធ្វើការងាររបស់យើងផ្ទាល់ក៏បានដែរបាទជាការិយាល័យអញ្ចឹងណានេះបន្ទប់ទឹកនៅខាងនេះបងប្អូននៅក្រោមចន្ទាក៏យើងអត់ទុក space ចោលដែរបាទគឺខាងបរិយគាត់រៀបចំជាបែបនេះមកដើម្បីឲ្យបងប្អូនម្ចាស់ផ្ទះហ្នឹងគាត់អាចរៀបចំជាឃ្លាំងឬក៏ជាកន្លែងស្តុកអីវ៉ាន់របស់យើងអញ្ចឹងណាបងប្អូនតោះឥឡូវនាំបងប្អូនទៅមើលនៅផ្នែកខាងលើបន្តិចបាទអញ្ចឹងសម្រាប់ចន្ទាឡើងគឺអត់ចោតខ្លាំងពេកទេងាយស្រួលក្នុងការឡើងចុះបាទហើយប្រកាន់ដៃមានប្រកាន់ដៃដ៏ប្រណិតផងដែរពាក់ជូនបែបនេះគឺស្អាតប្រណិតហើយដល់ពេលដែលយើងឡើងមកដល់ខាងលើនេះ
មានប្រអួចមួយទៅជាប់ខាងនេះគឺដើម្បីឲ្យមានពលឺខ្យល់បរិយាកាសចេញចូលយើងអាចបើកបានទៀតបងប្អូននេះយើងអាចបើកមកឲ្យមានខ្យល់ចេញចូលមកផ្ទះយើងគឺអត់ហប់អត់ក្តៅអញ្ចឹងណាបាទអញ្ចឹងនាំមកមើលផ្នែកខាងនេះវិញគឺមានបន្ទប់គេងដល់3បងប្អូនមកខាងជាន់ទី1យើងមកជាប់នឹងចតានេះគឺបន្ទប់គេងកូនប្រុសបាទយើងអាចធ្វើជាកូនប្រុសក៏បានឬក៏ជាកូនស្រីក៏បានដែរបាទឲ្យគាត់ស្នាក់នៅទៅនេះគឺធំទូលាយបងប្អូនបាទហើយនៅខាងបន្ទប់ខាងលើយើងមានភ្ជាប់ម៉ាស៊ីនត្រជាក់តម្លៃម៉ាស៊ីនត្រជាក់ជូនមួយផងដែរមានបន្ទប់ទឹកមានអីនៅក្នុងនឹងស្រាប់បាទគឺអត់ពិបាកក្នុងការប្រើប្រាស់ទេហើយងាកមកខាងនេះបន្ទប់ខាងនេះអាចទលាយជាងបន្ទប់កូនប្រុសបន្តិចបាទនេះខាងនេះគឺទលាយជាងគេបាទអញ្ចឹងសម្រាប់បន្ទប់ខាងលើនេះគឺយើងមានផ្ដល់ជូននៅម៉ាស៊ីនត្រជាក់គ្រប់បន្ទប់មានថាគ្រប់បន្ទប់3បន្ទប់នេះហើយសម្រាប់បន្ទប់នីមួយៗមកខាងលើនេះគឺមានបន្ទប់ទឹកគ្រប់បន្ទប់ទាំងអស់បាទអញ្ចឹងឥឡូវនេះយើងមកមើលនៅបន្ទប់មេគ្រួសារវិញម្ដងបងប្អូនបន្ទប់មេគ្រួសារអាចថាធំជាងគេបន្តិចហើយបាទគឺ space ធំទលាយព្រោះអីខាងនេះយើងអាចរៀបចំជាគ្រែគេងហើយមកខាងនេះយើងបែងជាចែកជា2ដើម្បីខាងមួយខាងខាងនោះយើងអាចរៀបចំជាគ្រែគេងមកខាងនេះយើងទូសម្លៀកបំពាក់គឺដាច់ដライគឺអត់ទៅពាក់ព័ន្ធជាមួយនឹងគ្រែគេងរបស់យើងទេគឺ private លក្ខណៈ private ខ្លាំងមែនទែនមកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់គឺយើងមានបន្ទប់ទឹកមានភ្ជាប់នៅក្នុងនឹងស្រាប់ដែរហើយបើងាកមកខាងនេះនៅកន្លែងបន្ទប់សម្លៀកបំពាក់យើងគឺយើងមានប្រអួចមួយផងដែរបាទប្រអួចធំទលាយដើម្បីឲ្យមានពន្លឺជះចូលមកវាអត់ងឹតពេកអញ្ចឹងណាបងប្អូនអញ្ចឹងនៅបន្ទប់មេគ្រួសារនៅខាងមេគ្រួសារគឺពិសេសត្រង់ថាយើងមានវេរំដាននៅបន្ទប់មេគ្រួសារផ្ដល់ជូននៅខាងមុខនេះគឺស្រឡះទលាយមែនតើបងប្អូនដែលយើងអាចអង្គុយស្រូបខ្យល់បរិយាកាសនៅខាងមុខបន្ទប់របស់យើងអញ្ចឹងណាបាទមុខផ្ទះតែឥឡូវនេះយើងបានបង្ហាញបងប្អូនមកជុំផ្ទះហើយមិញបាទគឺបងប្អូនបានឃើញអស់ហើយឥឡូវនេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកផ្ទះដែលឆាប់បានចូលនៅបងប្អូនអាចមើលមកប្លង់នេះបានបាទសម្រាប់ផ្ទះនេះគឺយើងបែរមុខទៅត្បូងបាទហើយបូរីគាត់បានដាក់លក់នៅក្នុងតម្លៃតែ 5-10,000 ជាងទេបាទបងដាច់នៅសល់តែ 14,000 ជាងទេបើសិនជាបងប្អូនបញ្ញាផ្ទះចូលនៅបងប្អូនមានកញ្ចប់ទឹកប្រាក់មុនត្រឹមតែ 46,000 ក៏អាចទទួលសោចូលនៅបានដូចគ្នាបាទហើយសម្រាប់ផ្ទះមានប្លង់រឹងស្រាប់ណាពុកម៉ែបងប្អូនបាទអញ្ចឹងរស់រាន់ឡើងទីតាំងយើងនៅខាងផ្លូវទំនប់កប់ស្រូវព័ត៌មានកាន់តែលម្អិតបន្ថែមទៀតបងប្អូនអាចຕົកជាលេខមួយខ្សែឬក៏តាក់ទងតាមលេខទូរស័ព្ទដែលបងប្អូនបានដាក់នៅក្នុងវីដេអូនៅក្នុង description វីដេអូមួយនេះបាទអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន